ជំរាបសួរអ្នកទាំងអស់គ្នាយើងមកតាមដានរឿង One Piece បន្តទៀតមុននឹងចូលហ្នឹងហើយសូមអ្នកគ្នាជួយចុច like មួយរួចរាល់តយ៉ាងទៅអ្នកគ្នាពេលនេះក្រុម Luffy គឺបានមកដល់ Fishman Island ហៅថា Alabasta ហើយនៅទីនោះមានទីក្រុងច្រើនខ្លាំងមែនទែនដែលទីក្រុងដែលពួកគេមកហ្នឹងគឺទីក្រុង Kokonoha ហើយ Luffy មិនចាំអ្វីទេគឺរត់ប្រូចចោលគេចោលឯងតែម្ដងព្រោះគាត់ឃ្លានខ្លាំងមែនទែនហើយគាត់ក៏ឃើញនៅជិតហ្នឹងគឺមានកប៉ា Mr. Sri ផងដែរដែលនៅចតនៅជិតហ្នឹងហើយមានតែលូឲ្យច្រឡំសានជីនិង Chopper ទេដែល Mr. Sri មិនទាន់ឃើញមុខចឹងហើយពួកគេមិនដឹងថា Chopper និងសានជីគឺជាអ្នកណាទេហើយ Luffy ហ្នឹងហើយវិញផ្លូវដូចសូរ៉ូបាត់ទៅហើយគាត់ក៏ឃើញផ្ទះមួយហុយមិនចាំយូរទេគាត់ក៏បោទៅតែម្ដងហើយទៅដល់គាត់ក៏ទ្វារហុងស្រែកផងហើយគ្មានអ្នកនៅគាត់ក៏ឃើញបាវមួយដែលមានអីពណ៌បៃតងនៅក្នុងនោះហើយគាត់ស្មាឆ្ងាញ់យកម្លិតអុយប្រៃឡប់ហើយគាត់ដុតចោលអស់លេងតែម្ដងអ្នកគ្នារបស់ទីមកកើតទុកអីហើយពេលនោះក៏មានភ្លៀងមកយ៉ាងខ្លាំងតែម្ដងពេលនោះក៏មានលោកអ៊ំមួយគឺគាត់ចេញមកកាប់ Luffy ទៅ Luffy ថាបើវាចឹងហើយលោកឯងមិនទិញថែមទៅវាគឺជារបស់ខុសច្បាប់អើយរបស់ខុសច្បាប់ចឹងលោកឯងជាក្រិតជនចឹងហើយទៅគាត់ថាអើយអានេះដឹងអស់វេបន្តិចក្រោយមកបងចិត្តទលាយណាស់មិនប្រកាន់ខ្ញុំទេហើយទៅ Luffy ក៏សួរថាក្រុមបាបោហ្នឹងមិនហើយចឹងណាគ្នាហើយទៅគាត់ប្រាប់ថាអាតលីពណ៌បៃតងហ្នឹងគឺគាត់ទិញមកពីក្រុមបាក់បោហ្នឹងឯងដែរហើយទៅសានជីថានេះសាច់ក្តាន់អាំងឆ្ងាញ់ណាស់ញ៉ាំមកដល់ពេលទៅគឺអាប៉ែ Chopper ហ្នឹងគឺគាត់ហាត់ខិនទៅមានអារម្មណ៍ថាចង់ស្លាប់ដោយសារមានអ្នកដែលបាញ់ទឹកអប់នៅក្នុងទីក្រុងហ្នឹងហើយ Chopper ធ្លាប់នៅតំបន់ត្រជាក់ពេលដែលតំបន់ក្តៅគឺមិនទម្លាប់នោះទេហើយគាត់ក៏ឃើញរទេះមួយដ៏មានត្បូងគាត់ក៏ទៅជ្រកនៅទីនោះហើយគាត់ក៏ទៅដោយមិនដឹងខ្លួនពេលនោះសានជីគាត់ស្ពាយអាវ៉ាន់សញ្ញេជាយ៉ងពេញនឹងហើយទៅហើយរទេះ Chopper ដែល Chopper ជិះហ្នឹងគឺមានសតាអាវុធហើយនេះគឺជាកន្លែងដែលគេបោះបោអញ្ចឹងឈ្មោះខូសាអាប៉ែខូសាហ្នឹងតែមិនវាគឺជាកូនរបស់ Warlord អ្នកដែរតែវាបោះបោអញ្ចឹងហើយគាត់រួចខ្លួនដោយសារ Chopper ហ្នឹងគឺចេះនិយាយភាសាសត្វអញ្ចឹងហើយសានជីទៅប្រាប់ណាមីហើយទិញក្អៅណាមីសសិចស៊ីដល់ពេល Luffy នឹងLuffy សូរ៉ូនឹងទីអាប៉ែចំមកវិញហ្នឹងអ្នកឃើញ complete comment ឈ្មោះប៉ែចំមកវិញហ្នឹងដូចចោលចឹងទៅឃើញបរិះម្នាក់ដែលមានស្នាមសាក់ពុកមាត់សពីក្រោយហ្នឹងហើយទៅLuffy ហ្នឹងគឺបាត់ខ្លួនណាឥឡូវហ្នឹងហើយខ្ញុំប្រហើបឲ្យហើយចោះគឺគាត់ឈ្មោះ S បងប្រុសរបស់ Luffy ហ្នឹងឯងហើយពេលនោះ Captain Smoker ក៏យកក្រុមចោលមកម៉ាន់អ្នកហើយប្រាប់ទៅកាន់ដៃស្ដាមរបស់គាត់ថាគឺយើងត្រូវចាប់ Luffy ឲ្យបានព្រោះតែមិនដឹងថាបង Ace ហ្នឹងគឺជាបងប្រុសរបស់ Luffy ហ្នឹងឯងអ្នកគ្នាពេលនោះ Ace គាត់ដេកមកស្បក់ហើយប្រជាជនស្វាគាត់គៀងម្ដងពេលភ្ញាក់មកវិញគឺធ្វើឲ្យប្រជាជនហ្នឹងសប្បាយចិត្តខាងតែន Captain Smoker ក៏មកដល់តែគឺបងប្រុសរបស់ Luffy ហ្នឹងគឺគ្មានញញើទេពេលនោះ Luffy ក៏បុកដោយទាំងអស់គ្នាតែម្ដងហើយគាត់មិនខ្វល់ទេគឺកំងអាហារញាត់យកហ្នឹងឯងហើយទៅ Captain Smoker មកដល់ Luffy អត់ដែរចាំ Captain Smoker ទេតែមកស្បក់ទៅអូយអាប៉ែហ្នឹងវាយអាចសោះហើយកើតទេបាហើយរត់ហើយ Luffy ក៏រត់ពេលនោះ Captain Smoker ដេញចាប់ Luffy ខំតែចាប់មិនបានអ្នកគ្នាពេលដែល Luffy រត់ដល់កន្លែងមួយហ្នឹងគឺ Captain Smoker ចាប់វាបានហើយទៅគឺបងប្រុសរបស់ Luffy ដែលឈ្មោះ Ace ហ្នឹងគឺបានទៅជួយ Luffy គាត់គឺធ្លាប់ហូបផ្លែឈើមួយដែលមានឈ្មោះថា Flame Fruit ចឹងហើយគាត់អាចទប់ទល់ជាមួយនឹងផ្សែងដែលគេហៅថា Smoke Fruit ផងប៉ែតិចគេអ្នកគ្នា comment ឈ្មោះប៉ែនេះមួយទៀតផងអ្នកគ្នា Smoker ហ្នឹងហើយខ្ញុំភ្លេចឈ្មោះតួអង្គឡូតហើយទៅ Ace និង Smoker បានប្រយុទ្ធគ្នាទៅលើអាកាសមើលពីចម្ងាយឃើញដែរ Luffy ឃើញល្អមើលពេកក៏រត់មិនមើលក្រោយទេគេរត់ថយក្រោយចំណងហើយវិញផ្លូវទៀតហ្នឹងហើយអូខេយកគ្រប់យ៉ាងហើយទៅគឺពួកគេបានប្រយុទ្ធគ្នារហូតតតែគ្មានអ្នកណាឈ្នះគ្មានអ្នកណាចាញ់ហើយ Ace ក៏គេចខ្លួនទៅកន្លែង Luffy ដល់បានវិញផ្លូវហ្នឹងឯងពេលនោះក៏មានក្រុម Baroque World តិចទៀតណាគឺមានក្រុម Baroque World មកហើយ Luffy ក៏ឲ្យ Ace ចូលក្រុមរបស់គាត់តែ
S មិនបានចូលក្រុមរបស់គាត់ទេព្រោះ S គឺមានក្រុមមួយដែលមានឈ្មោះថាWhite Beard អ្នកគ្នាហើយទៅក្រុម Baroque World ក៏បានមកផ្អាកដំណើរពួកគេថាមិនចង់វាយទេតែមកឈានពៀនពេកចឹងហើយពួកគេផ្ដៅឲ្យស្គាល់ស្រាថ្នាំម្ដងចង់ផឹកស្រា ABC តែឥឡូវផ្ដៅស្រាថ្នាំម្ដងមើលមានណាកាប់ប៉ាំងពេលនោះ Luffy ក៏បានប្រើកាមដើម្បីដាក់ម្ដាយប៉ើងនៅបាត់ទៅហើយទៅគឺមានក្រុមបារ៉ុកវើ5គ្រឿងហ្នឹងគឺបានបរថភ្លើងហ្នឹងមកហើយ S ក៏បានជិះទូកពិសេសរបស់គាត់ទៅចាត់ការទៀង5ទូកហ្នឹងតែម្ដង S ហក់វឹងបាញ់ភ្លើងមួយទៅកាន់កប៉ាល់មួយឡើងឆេះខ្ទេចមួយហើយមួយទៀតហើយនិយាយទៅមកភ្លើងខ្ទេចក្បាលទាំង5ទៅនោះលោក Luffy ស្បែកចិត្តជាងគេគឺល្អមើលខ្លាំងមែនទែនហើយពួកគេក៏បានជប់លៀងធម្មតាហ្នឹងឯងហើយពេលនោះ Luffy ក៏ប្រាប់ថាចូលក្រុមខ្ញុំហ្មងខ្ញុំបាច់ចូលស្អីវាយបៀតវាយអីហ្នឹងហើយទៅគាត់ថាគាត់ត្រូវទៅទីក្រុងមួយដើម្បីចាប់អាប៉ែមួយទៀតដែលមានឈ្មោះថា Black Beard ដោយសារវាហ្នឹងបានក្បត់ក្រុមហ្នឹងកាលមុនវាក្រុម White Beard ដែរទេទៅវាទៅក្រុម Black Beard ដែលផលិតខ្លួនឯង White Beard មានន័យពុកម៉ូតូ Black Beard មានន័យថាពុកខ្មៅចាហើយអា Black Beard ហ្នឹងអ្នកគ្នាវាសាហាវខំតែមើលងប់ផាន់វាអ្នកគ្នាជំុំតិចទៀតទៅមិនតិចទៀតទៅគឺ2វិវៈទៀតគឺ Ace បានស្លាប់ហ្នឹងឯងហើយខ្ញុំពិតជាកុំសោកខ្លាំងតែកន្លែងហ្នឹងតែយើងកុំនិយាយវិញឆ្ងាយមកដល់រឿងនេះវិញហ្នឹងហើយដល់ពេលទៅគឺគាត់ថា Captain Smoker ឬក៏ហៅថា Mr. Zero ណាគឺគាត់បានដាក់ទឹកភ្លេងនៅកន្លែងព្រះអង្គម្ចាស់ហើយទៅគឺមកដល់នេះគឺណាមីបានដឹងថាពួកវាមានឈ្មោះថាកុងហ្វូធើដហើយកុងហ្វូធើដនឹងណាគឺពួកគេតវាយឆ្នៃទៅបានទៅមុខហើយទៅគ្រាន់តែអាប៉ែឈ្មោះវិញយើងចូលទៅដល់គឺវាយពួកគេហើយពេលដែល Luffy វាយឈ្នះក៏វាមិនជារឿងល្អដែរពេលនោះ Luffy បានហាត់ពួកវាប្រមាណក្បាច់តែពួកវានៅចង់តាម Luffy អញ្ចឹងណាគ្នាហើយទៅណាមីថាមកឲ្យពួកវាទៅបានតែដោយសារមូលហេតុនោះគឺពួកគេមិនអាចយកសត្វចម្លែកហ្នឹងទៅជាមួយបានតែចឹងហើយ Luffy ក៏ឲ្យសាច់ទៅកាត់ពួកវាដើម្បីកុំឲ្យពួកវាហ្នឹងតាម Luffy ហ្នឹងទៅហ្នឹងឯងវីប្រាប់ថានៅទីហ្នឹងកាលមុនគឺទេសភាពខៀវស្រងាត់តែម្ដងអ្នកគ្នាបៃតងស្រងាត់ច្រឡំហើយនេះគឺជាស្នាដៃរបស់ Mr. Crocodile ឬក៏ហៅថា Mr. Zero នឹងបានបង្កើតភ្លេងនៅព្រះរាជាណាចក្រ Alabasta តែប្រជាជននៅខាងក្រៅរាជវាំងហ្នឹងគឺបានអត់មានទឹកភ្លៀងពេលដែលដឹងថាអាម្សៅពណ៌បៃតងនឹងបានទៅដល់ដៃស្ដេចគឺពួកគេចង់បះបោអញ្ចឹងហើយចូលក្រុមជាមួយនឹង Baroque World តែម្ដងហើយដល់ពេលទៅគឺ Nami Luffy ច្រឡំ Luffy Zoro and Sanji គឺគាត់បានដើរទៅមុខជាមួយនឹងពួកគ្នារបស់ Luffy នឹងឯងគឺគាត់បានទៅមុខឲ្យ Luffy នេះគឺគាត់ផឹកទឹកចោលគេអស់លេងម៉ែឯងផឹកច្រើនហើយដល់ពេលទៅគឺពេលថ្ងៃក្តៅខ្លាំងមែនទែនតែពេលយប់វាត្រជាក់ខ្លាំងមែនទែនហើយយ៉ាងហើយពួកគេមកអោបរឹតទៅកាន់ចប់ប៉ុន្តែដេកលក់អស់គ្នាអូខេយកគ្រប់យ៉ាងដល់ពេលទៅគឺ Luffy and Sanji Ace នឹងក៏ប្រាប់ថាឯងត្រូវរស់ឲ្យបានយូរណាស់ Luffy ពេលនោះ Luffy ក៏ចង់យកខ្សែដំរីមួយមកឲ្យគ្នាគាត់ហើយរឿងយើងចប់តែប៉ុណ្្នឹងឯងមុននឹងចេញអ្នកគ្នាជួយចុច like មួយហើយ comment ហង comment ABC ក៏បានដែរឲ្យតបាន comment ហ្នឹងហើយសូមជម្រាបលាតែបាត់ប្រហែលថ្ងៃនេះ